តើកម្ពុជាមានផុសតាងអ្វីខ្លះនេះគឺជាសកម្មភាពក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្នាមរបួសដែលយោធាថៃបានបន្សល់ទុកលើទឹកដីខេត្តបាត់ដំបងនៅថ្ងៃពុធទី21 ខែមករាឆ្នាំ2026នេះក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានធ្វើដំណើរទៅដល់ចំណុចក្តៅនៃស្រុកសំពៅលួននិងស្រុកភ្នំព្រឹកខេត្តបាត់ដំបងដើម្បីប្រមូលផុសតាងនិងវាយតម្លៃការខូចខាតជាក់ស្ដែងអ្វីដែលក្រុមការងារបានឃើញផ្ទាល់ភ្នែកគឺការបំផ្លិចបំផ្លាញលើគោលដៅស៊ីវិលសុទ្ធសាធមិនមែនជាបន្ទាយទាហានឡើយប៉ុន្តែគឺសំដៅលើមូលដ្ឋានប្រជាពលរដ្ឋនិងមន្ទីរពេទ្យបង្អែកដែលរងការខ្ទេចខ្ទាំដោយសារគ្រាប់កាំភ្លើងធំសូមរំលឹកថាកាលពីខែធ្នូឆ្នាំ2025កន្លងទៅយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទំនើបប្រភេទ T-50 ចំនួន4គ្រឿងវាយប្រហារផ្លូវអាកាសចំនួន3លើកនិងបាញ់កាំភ្លើងធំធន់ធ្ងន់រហូតដល់26លើកសរុបជាង350គ្រាប់មកលើស្រុកចំនួន3និងក្រុង1ក្នុងខេត្តបាត់ដំបងសកម្មភាពនេះបានបង្ខំឲ្យពលរដ្ឋស្លូតត្រង់ជាង 26,000 គ្រួសារឬជិត 90,000 នាក់ត្រូវរត់ភៀសសឹកទាំងយប់អាធ្រាត្រលោកសុកលូអភិបាលខេត្តបាត់ដំបងបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាផ្ដល់ការគាំទ្រពេញទំហឹងដល់អាណត្តិរបស់ AOT ដើម្បីធានាបាននូវតម្លាភាពនិងការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពបំផុតបច្ចុប្បន្នក្រៅពីខេត្តបាត់ដំបងក្រុមអ្នកសង្កេតការណ៍កំពុងបន្តបេសកកម្មនៅខេត្តពោធិ៍សាត់ឧត្តរមានជ័យសៀមរាបបន្ទាយមានជ័យនិងតំបន់ប្រាសាទព្រះវិហារដើម្បីចងក្រងជារបាយការណ៍ពិភពលោកអំពីការពិតដែលបានកើតឡើងលើទឹកដីកម្ពុជា